រដ្ឋអាមេរិកនិងចិនដែលជាគូប្រជែងមិនចុះសម្រុងគ្នាកំពុងតែឈានចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្មជាតិថ្មីម្ដងទៀតដែលគំរាមកំហែងទៅដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរនិងពិភពលោកផងដែរកាសែត The Washington Post បានរាយការណ៍ថាការប្រទាញប្រទង់សង្គ្រឹះថ្មីដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចមកខាងទ្វីបម្នាក់បានកើតឡើងក្រោយពីប្រទេសចិននៅថ្ងៃទី9ខែតុលាឆ្នាំ2025បានប្រកាសរឹតបន្តឹងការនាំចេញសារធាតុរ៉ែនិងម៉ាញ៉េទិកដែលជាវត្ថុធាតុដើមចាំបាច់បំផុតសម្រាប់ការផលិតកុំព្យូទ័រយួរដៃរថយន្តអគ្គិសនីយន្តហោះចម្បាំងនាវាមួយទឹកនិងមីស៊ីលរបស់យោធាសហរដ្ឋអាមេរិកទីក្រុងប៉េកាំងបានបន្ថែមរ៉ែចំនួន5មុខពីលើរ៉ែចំនួន7ប្រភេទដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យតឹងរឹងមុនការនាំចេញទៅកាន់ទីផ្សារពិភពលោកក្រោមការរឹតបន្តឹងនេះអ្នកនាំចេញត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណពិសេសហើយការនាំចេញអាចត្រូវបានរារាំងឬក៏ពន្យាពេលប្រសិនបើចិនយល់ថាវាប៉ះពាល់ទៅដល់សន្តិសុខជាតិរបស់ខ្លួនវិធានការនេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី1ខែធ្នូឆ្នាំ2025ក្រុមអ្នកវិភាគមើលឃើញថាគោលដៅរបស់ចិនគឺអាមេរិកដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានរ៉ែពីប្រទេសចិនពួកគេទាញការសន្និដ្ឋានថាចិនទំនងជាពង្រឹងការយកប្រៀបឈ្នះលើការចរចាដែលក្រុមធ្វើឡើងរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping នៅប្រទេសកូរ៉េខាងត្បូងនាចុងខែតុលាឆ្នាំ2025ចិនចង់ផ្ដល់សញ្ញាថាប្រសិនបើអាមេរិកចង់បន្តដំឡើងពន្ធបដិការលើទំនិញចិនចូលអាមេរិកឧស្សាហកម្មរបស់អាមេរិកនឹងរងផលប៉ះពាល់ពីវិធានការរបស់ចិនលោក Trump បានឆ្លើយតបទៅចិនវិញកាលពីថ្ងៃទី10ខែតុលាឆ្នាំ2025ដោយការដំឡើងពន្ធចំនួន 100% លើទំនិញរបស់ចិនចាប់ផ្ដើមពីថ្ងៃទី1ខែវិច្ឆិកាតទៅកាលពីខែមេសាឆ្នាំ2025ប្រទេសទាំងពីរឆ្លោះគ្នាម្ដងហើយពីការដំឡើងពន្ធបដិការទៅវិញទៅមករហូតដល់ជាង 100% ទាំងសងខាងតែក្រោយមកក៏បានព្រមព្រៀងគ្នានៅត្រឹម 30% សម្រាប់ទំនិញចិនចូលអាមេរិកនិង 10% សម្រាប់ទំនិញអាមេរិកចូលចិនទាំងទីក្រុង Washington និងទីក្រុងប៉េកាំងដឹងច្បាស់ណាស់ថាសង្គ្រាមពាណិជ្ជកម្មជាថ្មីនេះនឹងរំខានទៅដល់ឧស្សាហកម្មអង្រួនទីផ្សារពិភពលោកហើយក៏មិនបានផ្ដល់ផលចំណេញអ្វីទៅដល់គូប្រកួតទាំងពីរដែរក៏ប៉ុន្តែសមរភូមិពាណិជ្ជកម្មមិនមែនគ្រាន់តែជាលុយទេវានិយាយពីអំណាចមោទនភាពនិងនយោបាយ